ថ្ងៃទី19ខែមេសាឆ្នាំ2026ការជ្រុលកាត់របស់ពូម្ចាស់ស្រែបានរួចរាល់ជាស្ថាពរតែមិនទាន់បានថ្លឹងទេណាបងប្អូនអើយមិនទាន់បានថ្លឹងទេដោយសារតែអ្នកទិញហ្នឹងគាត់ដើរថ្លឹងស្រូវក្នុងស្រែហ្នឹងច្រើនឡាយតែទឹកគោកទឹកជោទឹកនាចអញ្ចឹងហើយមុំតែថ្លឹងរបស់គេហើយដល់របស់ខ្ញុំហ្នឹងវាយូរបន្តិចពូម្ចាស់ស្រែបានដឹកជញ្ជូនក្រុមការងារផ្នែកខាងដេមាត់បាវឲ្យត្រឡប់មកផ្ទះវិញហើយនាងខ្ញុំក៏ធ្វើដំណើររួមមកជាមួយដែរនេះគឺជាទេសភាពតាមដងផ្លូវឥឡូវបើមកឃើញពូក៏លើគាត់កំពុងតែច្រូតស្រូវគាត់ដែរអូពេលដែលបើកទូកធ្វើដំណើរតាមផ្លូវហ្នឹងគឺអត់ហ៊ានបើកលឿនទេបងប្អូនដោយសារតែទូកដឹកស្រូវច្រើនគេដឹកធ្ងន់អញ្ចឹងហើយយើងបើកមកល្មមបានហើយបើយើងបើកខ្លាំងទៅធ្វើឲ្យខ្លាចមានបញ្ហានឹងអាចនឹងលិចទូកស្រូវគេអញ្ចឹងហើយការបើកបរនៅផ្លូវទឹកក៏មានការគ្រប់គ្នាទៅវិញទៅមកដែរការបើកយឺតក៏មិនថ្មីដែរព្រោះអីយើងធ្វើដំណើរមកមុខជានិច្ចអញ្ចឹងហើយមិនយូរប្រហែលយើងនឹងមកដល់គោលដៅដដែលហ្នឹងឥឡូវនេះមកដល់គោលដៅហើយគឺកន្លែងផ្ញើម៉ូតូហើយកន្លែងផ្ញើម៉ូតូហ្នឹងគឺអត់មានអស់ពីស៊ីអីទេចាគឺកន្លែងហ្នឹងគាត់ឲ្យយើងផ្ញើ free តែម្ដងពីព្រោះទីតាំងរបស់គាត់គឺជាហាងលក់ចាប់ហួយមួយដ៏ធំនៅកណ្ដាលវាលបឹងបន្ទាប់ពីច្រូតរួចរាល់ហើយគឺថាអ្នកចិញ្ចឹមទាគាត់ចាប់ផ្ដើមយកទារបស់គាត់យកទៅប្រឡែងក្នុងស្រែហើយការប្រឡែងក្នុងស្រែហ្នឹងគឺមិនមែនប្រឡែងចេះតែប្រឡែងទេបងប្អូនណាពេលដែលយើងម្ចាស់ទាគាត់ចង់ប្រឡែងគឺគាត់ត្រូវទៅទិញដីស្រែរបស់ម្ចាស់ស្រែហ្នឹងដើម្បីប្រឡែងទាគាត់ឲ្យស៊ីស្រូវក្នុងស្រែការលក់ស្រូវរបស់ប្រជាពលរដ្ឋនៅតាមតំបន់ខ្នងទំនប់ប្រវត្តិសាស្ត្រហ្នឹងគឺមានពីរផ្នែកអ្នកខ្លះគាត់លក់ឲ្យឡានអ្នកខ្លះក៏លក់ឲ្យខាងទូកហើយនេះគឺជាសកម្មភាពរបស់ប្រជាពលរដ្ឋរបស់យើងគាត់កំពុងតែលក់ស្រូវថ្លឹងស្រូវហើយបែរមកមើលខាងពូអ្នកលីបាវិញបងប្អូនឃើញទេបាវស្រូវហ្នឹងជិត100គីឡូតែគាត់លីរៀងស្រាលឡើងទៅលើឡានដើរធម្មតាពេលដែលខ្ញុំជិះម៉ូតូត្រឡប់មកវិញហ្នឹងគឺថាអត់មានបខំអីទេជិះតាមដំណើរអញ្ចឹងទៅដើម្បីបដិយករូបភាពនៅតាមដងផ្លូវដែលប្រជាពលរដ្ឋគាត់កំពុងតែលក់ដូរស្រូវរបស់គាត់សារនេះបងប្អូនអើយតាមមើលប្រហែលជាគ្មានអ្នកណាដែលគាត់ធ្វើស្រែសារទី2ទេព្រោះអីជីក៏ឡើងថ្លៃថ្នាំក៏ឡើងថ្លៃគ្រប់សពតែម្ដងហើយឯតម្លៃស្រូវវិញគឺអត់ឡើងថ្លៃទេអញ្ចឹងហើយគឺមិនចង់ធ្វើស្រែសារទី2ទៀតទេបើធ្វើដឹងច្បាស់គ្រប់គ្នាថាប្រកាសជាខាតឡានដឹកស្រូវនេះធំហើយវែងទៀតហើយកង់ឡើងមកកណោតែខ្ញុំឆ្ងល់អាកង់ពីរនោះមិនក៏គេមិនដាក់ឲ្យវាដល់ដីគេបតាទុកធ្វើស្អីសុំឆ្ងល់បន្តិចហើយបងប្អូនដោយសារតែនេះខ្ញុំមិនដែលមានឡានអញ្ចឹងឲ្យសុំឆ្ងល់បន្តិចហើយបែរមកមើលផ្លូវវិញបងប្អូនអើយចេះតែឆ្ងល់ឡានហ្នឹងមិនកំបើកឲ្យលឿនដោយសារតែផ្លូវហ្នឹងគេលេចកលុកឲ្យថ្មច្រើនអញ្ចឹងហើយគេបើកទៅកើមឲ្យខ្ញុំហ្នឹងឃើញឡានមកក៏ឈប់ឲ្យគេបើកទៅព្រោះផ្លូវហ្នឹងវាទូចហើយគេលេចកលុកទៀតអញ្ចឹងហើយសុខចិត្តអាធំទៅមុនទៅអាយើងទូចហ្នឹងកុំបច្ចេកជាមួយគេអាឡានធំទៅគេមិនហ៊ានបើកលឿនដល់ពេលឡានទូចហ្នឹងក៏គាត់អត់ហ៊ានបើកលឿនដែរបើកទៅកើមដូចគ្នាដោយសារតែវាលេចកលុកហ្នឹងហើយចំណាយផ្លូវវិញបងប្អូនយើងវាថាហោយយកទៅលោហ្មងហើយខ្ញុំឃើញហោយអញ្ចឹងគឺគ្មានទៅណាមកណាទេគឺឈប់ចាំថតតែម្ដងព្រោះអីយើងមានតែខ្នល់កស៊ូយូរហើយមិនដែលបានជួបប្រទេសអាផ្លូវហោយអញ្ចឹងទេអញ្ចឹងយើងថតផ្ដិតយករូបភាពទាំងនេះដើម្បីបញ្ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាផងក៏ដូចជាចង់ប្រាប់ដល់កូនចំនួនក្រោយថាកាលពី20ឆ្នាំមុនម៉ែទៅពេញគឺហុយបែបហ្នឹងកូនអើយទៅដល់ពេញគ្មានស្អាតស្អស់មិនទេគឺថាប្រឡាក់សមអស់ហើយដូចក្មេងជំនាន់នេះលេងប៉ានម្សៅអញ្ចឹងសសពងទៅដល់ពេញលោកអើយខ្មាស់គេណាមកពីស្រែជួបអាយដល់លើអាយដល់លើប៉ាវមួយឆាគ្រីមមួយកែវអរគុណអាយដល់ជូនពរអាយដល់អាសាមកហ្នឹងឯងផ្ទះម៉ែនៅហ្នឹងឯងអត់ស្គាល់ដឹងហើយដឹងថាអាយដល់ស្រឡាញ់ស្រុកអង្គរបូរីអញ្ចឹងហើយបានអាយដល់មកញឹកញាប់អញ្ចឹងអរគុណអាយដល់ដែលជួយផ្សព្វផ្សាយតំបន់ទេសចររបស់ស្រុកអង្គរបូរីរបស់ខ្ញុំទាំងអស់គ្នាអរគុណខ្ញុំនៅបៃវែងណាបៃវែងបាទអូកូនប្រសាខ្ញុំនៅបៃវែងដែរតាចាអូនិស័យច្បាស់កន្លែងអរគុណច្រើនអាយដល់ចាតែស្រឡាញ់ស្រុកអង្គរបូរីអត់ស្គាល់លេងបៃវែងហ្នឹងណាអាយដល់អើយសូរីហងអាយដល់